សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាប់ Anime Apartment នៅក្នុងថ្ងៃនេះមាននាំមកជូន Anime ថ្មីសម្រាប់ពួកយើងដែលមានចំណងជើងថា Love is like a cocktail ឬក៏មានសុំហៅជាភាសាខ្មែរថាស្រឡាញ់បងដូចជាស្រឡាញ់ស្រាក្លុករបស់បងនិយាយទៅក្នុងរឿងហ្នឹងលក្ខណៈថាទូស្ដីគឺប្រមឹកខ្លាំងហ្មងព្រោះថាមកភាគឃើញតែយប៉ែនឹងផឹកស្រាក្លុក cocktail ហ្នឹងរហូតតែម្ដងហើយគេក៏មាន ingredient ផងវានៅក្នុងហ្នឹងដែរចឹងហើយបើសិនជាអ្នកទាំងគ្នាចង់ដឹងថារសជាតិស្រាក្លុកហ្នឹងមានរសជាតិបែបណាអ្នកទាំងគ្នាអាចធ្វើតាមបានតែបញ្ជាក់មានបញ្ហាអីទទួលខុសត្រូវខ្លួនឯងអត់មានមកបន្ទោស admin ទេតែមាន5មួយទៀតបើសិនជាអ្នកទាំងអស់គ្នាជាអ្នកថ្មីដែលអត់ទាន់បានចូលមើល Channel Apartment កុំភ្លេចជួយចុច Subscribe ហើយនិងចុចរូបសញ្ញាកណ្ដឹងបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច Like ហើយគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រឥឡូវពួកយើងចាប់ដើមសាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងចាប់ដើមដំបូងគេបានបង្ហាញអំពី Department ផ្នែករៀបចំផែនការហើយមនុស្សស្រីម្នាក់នេះគឺជាតួឯកស្រីរបស់យើងឈ្មោះថា Mizusawa Chisato ហើយមនុស្សស្រីម្នាក់នេះវិញគឺកំពុងតែវល់ហើយព្រោះថាបើហ៊ានតែយឺតដឹងតែថែម៉ោងធ្វើការហើយតែអ្វីដែលសំខាន់នៅក្នុងការងារផងនេះនៅចិត្តមកឌឺទៀតណាមើលចិត្តសាហាវហ្មងអាងតែគេនឹងបានចេញពីធ្វើការមុនមកតែក៏ជាសំណាងដែរព្រោះថាប្រធានក្រុមផងនាងនឹងបានចូលខ្លួនមកជួយធ្វើការងារនាងទាំងហើយថ្ងៃហ្នឹងនាងគឺអត់ចាំបាច់ត្រូវថែម៉ោងទេតែដើម្បីជាការអរគុណនាងចង់ប្រមូលប្រធានក្រុមផងនាងហ្នឹងទៅផឹក cocktail 2នាក់មើលទៅមុខយប៉ែហ្នឹងដូចជាមានអារម្មណ៍ថាលាក់បាំងអ្វីមួយហើយប្រាប់ទៅយប៉ែនឹងវិញថានាងគឺមានការងារខ្លះត្រូវធ្វើបន្ទាប់ពីហ្នឹងadmin ផ្លេចប្រាប់យប៉ែមួយហ្នឹងឈ្មោះថាសាគឺរ៉ៃកូហារុដោយសារតែណាត់ទៅល្ងាចហ្នឹងអត់បានចឹងហើយនាងមានតែលើកទៅពេលបាយថ្ងៃត្រង់នៅថ្ងៃស្អែកវិញก่อนទៅលើមេក្រុមរបស់នាងយកព្រមភ្លាមមកយប៉ែហ្នឹងគឺអរខ្លាំងហ្មងមានអារម្មណ៍ថាដូចជា date ចឹងតែស្របពេលដែលមេក្រុមរបស់នាងដើរចេញទៅហ្នឹង manager បានចូលមកប្រពោនាងផឹកតែសុំទោសលោកពូឯងហួស delay ហើយនិយាយទៅយប៉ែហ្នឹងមិនមែននិយាយចឹងទេតែរបៀបនិយាយរបស់យប៉ែហ្នឹងគឺ smooth សាហាវហ្មងគ្មានយល់មុខថាមេអីទេកាត់ទៅរយប៉ែឈីសាតូវិញឥឡូវនេះគឺមកដល់ផ្ទះហើយនេះជាមូលហេតុរបស់នាងឲ្យតែគេដាច់ចិត្តទៅផឹកកើតលោកបើសិនជាមកដល់ផ្ទះមានប្តីចាំបាយទឹកហើយស្រាប់ចឹងនេះហើយអប៉ែហ្នឹងគឺឈ្មោះថា Mizusawa Sora ហើយអាហារដំបូងបំផុតដែលគេបំរើនោះគឺ Plum Spread តែមើលមុខយប៉ែហ្នឹងទៅដំបូងឡើយថាដូចជាចង់ផឹកទេព្រោះថាខ្លួនឯងដូចជាមិនសូវត្រូវធៀបមួយអកលតែពេលដែលដាក់បានមួយម៉ាត់នោះគឺអកយកហ្មងហើយអត្តចរិតគឺផ្លាស់ប្ដូរភ្លាមចេញពីនារីហ្នឹងហ្មងផ្លែខ្លាចជាក្មេងតូចភ្លាមហ្មងហើយរសជាតិហ្នឹងសម្រាប់នាងគឺប្រៀបដូចជាញ៉ាំផ្លែផ្លាមហ្នឹងតើអញ្ចឹងក៏ដូចគ្នាដែរនេះគឺជា ingredient របស់វាអ្នកទាំងអស់គ្នាចង់សាកធ្វើគឺអាចធ្វើតាមបានតែបញ្ជាក់ហើយបើសិនជាមានបញ្ហាអីកុំបន្ទោស admin មួយទៀតហើយបើសិនជាស្វឹងសូមកុំបើកបរដេកតែឲ្យស្អាតទៅហើយក៏កុំប្រើប្រាស់អាល់កុលដើម្បីធ្វើជាលេសក្នុងការបង្កើតអំពើហិង្សាឥឡូវនេះយើងចូលមកសាច់គ្រឿងរបស់យើងវិញនិយាយទៅរសជាតិហ្នឹងគឺស្រាសទន់ត្រជាក់ជាប់ចិត្តតែម្ដងមួយកែវហើយចង់បានមួយកែវទៀតហើយជារឿងធម្មតាទេបើសិនជាមានអាល់កុលហើយប្រកាសជាមានគ្រឿងខ្លែមកជាមួយហើយបន្ទាប់ពីដាក់អស់មួយយួរមកឥឡូវនេះនាងកំពុងតែរៀបរាប់ហើយថាមុននឹងតិចមានគេប្រវល់នាងទៅផឹកនិយាយទៅយប៉ែហ្នឹងគឺចង់ទៅខ្លាំងមែនទែនព្រោះថាយប៉ែហ្នឹងគឺប្រមឹកខួបតែម្ដងតែនាងគឺអត់ចង់ឲ្យតែគេឃើញស្ថានភាពផងនាងបែបហ្នឹងឯងព្រោះថាឲ្យតែពេលយប៉ែហ្នឹងផឹកគឺចេញចរិតក្មេងតូចភ្លាមតែម្ដងហើយនេះរបៀបគេហៅប្តីហើយរបៀបប្តីគេទៅសារប្រពន្ធវិញគឺចម្លែកសាហាវហ្មងអ្នកទាំងអស់គ្នាអាចរៀនសូត្រតាមបាននិយាយទៅអូនគឺជាមនុស្សល្អហើយប្រមឹកទៀតចឹងបងឯងអត់ចូលចិត្តអូនប្រមឹកមែនបងមិនមានន័យចឹងទេគាត់បងចង់និយាយថាជាទូទៅមនុស្សជាច្រើនតតែស្វឹងទៅបង្ហាញអំពីចរិតពិតយីអាកាចាស់ឌៀមដាមែនតែវិញនិយាយទៅយប៉ែហ្នឹងឲ្យតែស្វឹងនឹងចេញចរិតក្មេងតូចចឹងហ្មងឡើងស៊ាំភ្នែកប្រកបហើយដោយសារតែម្សិលមិញហ្នឹងរៀងដកមេជ្រុលអញ្ចឹងហើយព្រឹកឡើងចាំថ្ងៃឈប់ដកមេថែមតិចទៀតដើម្បីឲ្យស្វាងតែនិយាយទៅដោយសារតែយប៉ែហ្នឹងកម្រមានថ្ងៃឈប់អញ្ចឹងហើយថ្ងៃហ្នឹងគាត់គឺសម្រេចចិត្តថាឲ្យយប៉ែហ្នឹងសម្រាកនៅផ្ទះពេញមួយថ្ងៃតែម្ដងបើចាំធ្វើអីទេហើយនៅពេលដែលគាត់រៀបនឹងងើបទៅធ្វើការងាររបស់គាត់តហ្នឹងយប៉ែហ្នឹងគឺបានតោងអៀមរបស់គាត់ជាប់ហើយសួរគាត់ថាចង់ទៅណាតាប៉ែកាចាបងទៅសេរីការងារផ្ទះប្រហើយហ្នឹងអញ្ចឹងបងឯងអត់នៅសម្រាប់ចិត្តអូនទេនិយាយទៅយប៉ែហ្នឹងគឺឲ្យគាត់ចេញទៅធ្វើការអីសោះតែម្ដងសូម្បីតែគាត់ទាញទូរស័ព្ទដើម្បីឆែកមើលតុយមហ្នឹងក៏ឲ្យឆែកមើលដែរហើយក្អៅហ្នឹងគឺទុកឲ្យប្អូរចោលនឹងសិនទៅបាច់ខ្វល់ទេសំខាន់ឲ្យតែបានប្តីរបស់នាងហ្នឹងមកដេកចិត្តនាងតែបើនិយាយទៅថ្ងៃហ្នឹងពួកគេទាំងពីរនាក់ហ្នឹងប្រហែលជាអំបិលហើយតាមមើលព្រោះថាសូម្បីតែទៅទិញម្ហូបហ្នឹងក៏មិនទាន់បានទិញដែរចុងក្រោយរហូតតែស្វីតឥឡូវហ្នឹងភ្លៀងបាត់សូម្បីតែនៅក្នុងទូទឹកកកហ្នឹងម្ហូបបន្តិចក៏គ្មានដែរតែយប៉ែហ្នឹងគឺបាននិយាយថាមិនអីទេញ៉ាំតែបងហ្នឹងក៏អូនឆ្អែតដែរកន្លែងហ្នឹងអត់មានថៃទេណាហើយអ្វីដែលសំខាន់ដែលនាងអត់បាននោះគឺប៊ីយ៉ាអស់ហើយក្នុងទូទឹកកកតែបើនិយាយទៅវាមិនអត់ទាំងស្រុងទេព្រោះថាគាត់នៅសល់ប្រភេទស្រាបែបសាកេដែលគាត់យកមកសម្រាប់ធ្វើម្ហូបតែមានដូចអត់មានហ្នឹងព្រោះថាយប៉ែហ្នឹងគឺស្អប់អាក្លិនសាកេពាន់ឆ្នាំហ្នឹងខ្លាំងមែនតើតែក៏មិនអីដែរព្រោះថាគាត់មានវិធីដោះស្រាយបញ្ហាហ្នឹងហើយនេះជាភេសជ្ជៈថ្មីឈ្មោះថា Orange Breeze ហើយនេះគ្រឿងផ្សំរបស់វាអ្នកនរគ្នាអាចមើលបានទៅហើយគេក៏បានបញ្ជាក់ដែរថាអ្នកដែលអត់ចូលចិត្តក្លិនភាសាគេក៏អាចធ្វើផឹកបានដែរបន្ទាប់ពីដាក់ស្រាអស់ម៉ូតូឲ្យមកឥឡូវនេះគឺនាងកំពុងតែ enjoy ជាមួយនឹងមេឃភ្លៀងនិយាយទៅនាងគឺចូលចិត្តមេឃភ្លៀងខ្លាំងមែនតើព្រោះថាវាធ្វើឲ្យនាងនឹកឃើញពេលវេលាដែលពួកគេទាំងពីរនាក់ហ្នឹងជួបគ្នាដំបូង
គាត់តែនឹករឿងនឹងម្ដងណាធ្វើឲ្យបេះដូងផងនាងនេះគឺលោតសិនតែផ្ទុះទៅហើយនិយាយទៅគាត់ក៏អញ្ចឹងដែរតែស្វីនមិនទាន់បានប្រហែលផងឥឡូវនេះមេឃរាំងបាត់ទោះបីជានាងញាក់ញក់យ៉ាងណាក៏ដោយក៏អត់បានដែរព្រោះថាម្ដងនេះសូម្បីតែអាសាគេហ្នឹងក៏យពេនឹងផឹកអស់ដែរបើអត់នៅតែអត់ទៅទិញទៀតគឺមានតែអំបិលហើយកាត់ចូលមកដល់ថ្ងៃបន្ទាប់យពេនេះគឺឈ្មោះថាស៊ីរ៉ៃស៊ីយុយតែស្រាប់ពេលដែលនាងកំពុងធ្វើការហ្នឹងមានសម្លេងដ៏ខ្លាំងមួយបានបន្លឺឡើងមូលហេតុនោះគឺយពេឈីសាតូហ្នឹងគឺធ្លាក់ពីលើចដាហើយយពេកោហារឿងហ្នឹងព្យាយាមបន្តខ្លួនឯងថាមូលហេតុនោះគឺដោយសារតែនាងយកអាមហុកកូនមនុស្សក្រូចឆ្មាដែលមានដោះស្លាបនោះយកមកតែយពេហ្នឹងក៏ព្យាយាមលួងលោមដែរថាមូលហេតុនោះគឺមកពីនាងដោយសារតែនាងហ្នឹងចង់ព្យួរអារូបនឹងយកទៅដាក់នៅលើពិដានចឹងហើយនេះជាលទ្ធផលក្រិចជើងបានសម្រេចហើយឥឡូវនេះមានតែជំរើសមួយទេគឺហៅប្តីនាងឲ្យមកយកដំបូងយពេហ្នឹងគឺអត់ចង់ហៅទេតែយពេយុយបានប្រាប់នាងថាបើសិនជានាងមិនហៅទេយពេកោហារឿងហ្នឹងនឹងព្យាយាមជួនាងទៅផ្ទះជាមិនខានហើយនៅពេលដែលអបិសូឡាមកដល់ហ្នឹងគាត់ក៏បានទិញបង្អែមខ្លះយកទៅឲ្យពួកគេទុកជាការអរគុណដូចគ្នាហើយគាត់ក៏ចាប់ផ្ដើមបីប្រពន្ធរបស់គាត់ហ្នឹងឡើងយកតែម្ដងហើយអត់មានកន្លែងហ្នឹងចង់និយាយសោះតែម្ដងហើយលោកអ៊ំ manager ហ្នឹងមិនដឹងថាផលពីកលៀបណាមកទេគាត់ថាមើលទៅដូចគាត់កាលនៅពីក្មេងអញ្ចឹងតែក៏មិនចង់បោកក្មេងអស់មកនៅពេលដែលយូមកដល់ផ្ទះហើយហ្នឹងទោះបីជាយ៉ាងណាក៏នាងនៅតែអត់ភ្លេចដែររឿងសុំបតយសិនហ្នឹងហើយនេះគឺជារបៀបបំរើស្រាថ្មីដើម្បីឲ្យត្រូវនឹងឈ្មោះស្រាឈ្មោះថា Cinderella និយាយទៅរសជាតិស្រាហ្នឹងនាងគឺបាននិយាយថាមានរសជាតិមនុស្សនៅខាងក្នុងហ្នឹងហើយនៅពេលផឹកបានតិចហើយយើងដឹងហើយថាយពេហ្នឹងនឹងប្រែខ្លួនឲ្យទៅជាក្មេងតូចភ្លាមតែម្ដងបាននិយាយ sweet អីណាពេញហ្នឹងហើយគាត់សួរថាយពេអីស្វឹងមែននេះគឺអាសារភាពថានាងស្វឹងហើយតែចាំតិចហើយយពេក្នុងហ្នឹងគឺអត់មានជាតិអាល់កុលទេឥឡូវនេះគឺចាប់បានស្រេចតាមពិតទៅកូនហ្នឹងគឺរលេះអាល់កុលដាក់មុខដើម្បីធ្វើចរិតញាក់ញក់ហើយនេះគឺជា ingredient របស់គេអ្នកទាំងអស់គ្នាអាចមើលបានហើយគេក៏បានបញ្ជាក់ដែរថាទោះបីជាអត់ចេះផឹកក៏អាចផឹកបានដែរចូលមកដល់វគ្គនេះគេបានបង្ហាញអំពីទូទស្សន៍ដែលកំពុងចាក់ផ្សាយពីការធ្វើសម្លការីហើយដោយសារតែអាការីនឹងចំណងពេកចឹងហើយយកឡើងគឺដេកគោពោះតែម្ដងហើយគាត់ក៏ដឹងចិត្តពីប្រពន្ធរបស់គាត់ដែរចឹងហើយគាត់គឺមានតែរៀបចំម្ហូបឲ្យនាងហើយមានម្ហូបប៉ុណ្្នឹងហើយបើអត់មានភេសជ្ជៈដូចជាមិនគប់3ខ្លាំងពេកចឹងហើយនេះគឺជាភេសជ្ជៈថ្មីរបស់យើងឈ្មោះថា Spritzer ហើយនាងក៏បាននិយាយដែរថាភេសជ្ជៈនេះគឺមានរសជាតិបែបស្រស់ស្រាយហើយមានហ្គាសតិចៗខាងក្នុងហើយនេះគឺជា ingredient របស់វាគេបានបញ្ជាក់ដែរថាវាគឺមានជាតិអាល់កុលរាងខ្ពស់ចឹងហើយផឹកដោយការទទួលខុសត្រូវបន្ទាប់ពីអស់ម៉ាតយហើយម៉ាតយទៀតឥឡូវនេះចូលមុខម្ហូបពិសេសវិញម្ដងគឺជាការីនឹងឯងហើយយពេនឹងក៏បាននិយាយដែរថានាងគឺមានអារម្មណ៍ថាដូចនៅឋានសួគ៌ចឹងហើយអ្នកនរគ្នាអាចជឿជាក់យពេនឹងបានមានប្តីដែលនៅផ្ទះចេះធ្វើម្ហូបគឺដូចជាមានមាសប៉ិនដុំទុំចឹងជឿតែយពេនឹងទៅដូចជាមានជាដើមចេះធ្វើម្ហូបកុសបខ្មែរបារាំងអ៊ីតាលីតែញ៉ាំបានអាហ្នឹងអាស្រ័យលើកលៈទេសៈហើយសាច់គ្រឿងរបស់យើងគឺបានចាប់ធ្វើហ្នឹងហើយពិតជាអរគុណអ្នកនរគ្នាខាងមែនតើបានគ្រប់គ្រងការសម្រាយប៉ាត់មានហើយដោយសារតែរឿងហ្នឹងខ្លីអត់មានគិតថាប្រហែលជាធ្វើតែ3វគ្គទេនឹងបញ្ចប់សាច់គ្រឿងហ្នឹងយកតែម្ដងចឹងហើយបើសិនជាអ្នកនរគ្នាចូលចិត្តការសម្រាយប៉ាត់មានគឺកុំភ្លេចជួយឲ្យមេដៃម្នាក់មួយផងហើយបើសិនជាអត់ចូលចិត្តទេអស់ម្លងទៅមិនបាច់ឲ្យមេដៃអីទេសូមតែកុំចុច dislike ទៅបានហើយបើសិនជាអត់បាន subscribe គឺជួយចុច subscribe ម្នាក់មួយហើយនឹងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗប៉ាត់មានពិតជាអរគុណច្រើនណាស់មែនតើអ្នកនរគ្នាបានគ្រប់គ្រងការសម្រាយនៃប៉ាត់មានអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាមួយនេះជំរាបលាបាយបាយចាំតិចអ្នកនរគ្នាមានបានមើល anime ដែលមានណែនាំឲ្យនៅឈ្មោះថា Barakamon ណាបើអត់បានទៅមើលទេអ្នកនរគ្នាកុំភ្លេចជួយចូលទៅមើលហ្មងទៅវាល្អមើលខ្លាំង admin និយាយមែនតើល្អមើលខ្លាំងមែនតើ